vẽ trong cao ấy tam bật tới vẽ chùm nùi là này mình có miền nè để trồng bắt đầu chùm nùi tới sẽ tây xâm ra cồn mình này mình bong xây dây phần ấy và dây phần ấy mình tụ sập một nhóm mình thà nâng chui từ khang môi xây để xâm ra cồn tam plau nướng nè xâm nòng từ cả xâm nòng nướng $50 $50 quạt nâng chui một tam hong mía mà quạt rồi nâu bộ đấy hay tịnh và này quạt trâu khơi tật hiệp chân tới quạt anh đã sâu nào bởi quạt chưa stray đổi kia hay stray là tiết tới quạt miền chi bởi hiệp thu thia rồi nâu nông cua xa môi đây là thu thia chân tới quạt khơi hay chi vật chân tới quạt nước khơi luôn quạt và stray đổi kia và chân quạt chui thuộc bay tịnh đấy chân đấy có nơi chuyện bồn rồi bỏ quạt sầm rạp từ chuyện mục mà trong nâng dọc ở trong nuôi ní tự đòn môi xây để xem ra côn cho môi nâng vào đây để cầm bông tên nâu vì một côn đặc biệt này bạn hai môi tiết rừng môn ní để trong bàn lực lang xa clay để toàn nâng đầm bon tì cho trong khmir bạn nâu khát prese nâu khát xiêm riệp bạn nâu khát xiêm riệp ấy lâu ní miền ca chơi top một bị khang tầm nang cầm hôn và cứ quạt khang can khang tịp xá cầm hôn sâu chỉnh sau ngàyនេះគឺទូកទេសចរសម្រាប់ដឹកក្រុមអ្នកទេសចរកំសាន្តនៅតំបន់ចុងឃ្មៀសគឺមានក្រុមហ៊ុនមួយឈ្មោះថាក្រុមហ៊ុនសូជីងដែលកំពុងតែទទួលបន្ទុកនៃការដឹកភ្ញៀវទេសចរទៅកំសាន្តនោះហើយគាត់មិញគាត់បានលើកឡើងគាត់ជាអ្នកទីផ្សារក្រុមហ៊ុនសូជីងនឹងគាត់ថារឿងទាំងអស់នេះគាត់ទទួលស្គាល់ថាមានកើតមែនប៉ុន្តែក្រុមហ៊ុនកំពុងតែរៀបចំធ្វើកិច្ចការទាំងអស់នេះបន្តហើយដោយសារតែការធ្វើនេះយើងមិនបានធ្វើដោយគំហុកឲ្យចាត់ការភ្លាមឲ្យបានសម្រេច100%ទេប៉ុន្តែធ្វើតាមលក្ខណៈស្ទាបស្ទង់ពីព្រោះជៀសវាងកុំឲ្យប៉ះពាល់សម្រាប់ភ្ញៀវដែលគេទៅកំសាន្តបាទហើយគាត់បានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកនេះគឺមានក្រុមអ្នកតាមដានមួយទៀតគឺក្រុមអ្នកយកព័ត៌មានរបស់គាត់បាទរបស់អ្នកយកព័ត៌មានក្រុមហ៊ុនរបស់គាត់នោះគឺហៅថាក្រុមអាវខ្មៅបាទក្រុមអាវខ្មៅនោះគឺគាត់ឲ្យតាមដានព័ត៌មានថាតើមានបញ្ហាអីនៅពេលដែលគាត់ទៅដើរកំសាន្តអីចឹងទៅបាទហើយមានអ្នកណាខ្លះដែលអាចធ្វើឲ្យរំខានអញ្ចឹងគាត់ថាក៏មានអ្នកសុំទានអញ្ចឹងមែនហើយក៏ប៉ុន្តែក៏មានអ្នកដែលពេលដែលភ្ញៀវខ្លះគាត់យកជំនួយទៅrồiហើយអ្នកដែលមកទទួលជំនួយរត់ឡើងលើទូកតែម្ដងបាទដែលធ្វើឲ្យវាបាត់បង់សណ្ដាប់ធ្នាប់ពេលនោះបាទតែឥឡូវនេះខាងក្រុមហ៊ុនលោកកំពុងតែធ្វើកិច្ចការទាំងអស់នេះបន្ថែមទៀតជៀសវាងកុំឲ្យមានពាក្យពេចន៍ភ្ញៀវដែលធុញថប់ចំពោះការដំណើរកំសាន្តរបស់ពួកគេចង់ទៅសប្បាយចង់ឃើញទិដ្ឋភាពប្លែកបែរជាទៅដល់ធុញថប់ទៅវិញបាទនេះជាការឆ្លើយតបរបស់ក្រុមហ៊ុនដែលចង់ប្រាប់មកខាងហងមាសបាទប៉ុន្តែយ៉ាងណានោះតើការរៀបចំឲ្យមានប្រសិទ្ធភាពយ៉ាងណានោះអានឹងខាងក្រុមហ៊ុនចោះបាទប៉ុន្តែខាងហងមាសគ្រាន់តែយកសារនេះដើម្បីឲ្យខាងក្រសួងទេសចរដែលជាប្រធានសម័យក្នុងការត្រួតពិនិត្យមើលតើយើងត្រូវថែរក្សានិងថ្នាក់ថ្នមសម្រាប់ទេសចរគេយ៉ាងម៉េចពីព្រោះនេះគេមកចាយលុយនៅស្រុកយើងបាទចុះបើសិនជាយើងធ្វើឲ្យរកម្មរកុសចិត្តរបស់គេតើគេសប្បាយចិត្តទេដែលមកលេងស្រុកយើងទៀតមកចាយលុយនៅស្រុកយើងទៀតបាទអញ្ចឹងទេមានអីក្រៅពីការរៀបចំកុំឲ្យមានការរំខានពីក្រុមអ្នកសុំទាននឹងខ្លះទៅហើយកុំឲ្យមានការរំខានពីអ្នកដែលចាំទទួលជំនួយហើយរត់ឡើងលើទូកហើយធ្វើឲ្យភ្ញៀវគេខ្លះគេភ័យហើយភ្ញៀវខ្លះទៀតគាត់ក៏បាននិយាយដែរថាប្រជាពលរដ្ឋខ្លះឃើញភ្ញៀវទៅមានចាប់ពោះបានមកបន្លាចគាត់នេះក៏មានដែរបាទព្រោះនៅក្នុងទឹកទន្លេសាបចាបាទអញ្ចឹងអរគុណដែលបានឆ្លើយតបមកភ្លាមមកខាងតំណាងក្រុមហ៊ុនបាទឥឡូវនេះយើងងាកទៅមើលករណីញៀនថ្នាំវាយផ្ទះសំណាក់នៅខាងខេត្តសៀមរាបខេត្តព្រះវិហារបាទនៅខេត្តព្រះវិហារហ្នឹងគឺកាលពីម្សិលមិញហ្នឹងគឺមានករណីបរិះម្នាក់ដែលជានគរបាលប្រចាំព្រំដែនហ្នឹងប៉ុន្តែមកដេកផ្ទះសំណាក់ហ្នឹងបានវាយកំទេចទៅលើផ្ទះសំណាក់ហ្នឹងតែម្ដងដែលធ្វើឲ្យមហាជនបានចាប់គាត់ចងបាទផ្កាប់មុខដើម្បីកុំឲ្យដើរអុកឡុកបាទនេះគឺគាត់នេះហ្មងចូលហ្មងជាប់ហ្មងបាទន័យថាគាត់ញៀនខ្លាំងមែនតើបរិះម្នាក់នេះគឺញៀននឹងថ្នាំញៀនដល់កម្រិតទៅហើយលោកអ្នកបាទគឺមកស្នាក់នៅផ្ទះសំណាក់មនីរត
ថិតនៅក្នុងភូមិមណ្ដងពោសង្កាត់កំពង់ប្រណាក់ក្រុងព្រះសីហនុខេត្តក្រុងព្រះវិហារខេត្តព្រះវិហារហើយគាត់មកស្នាក់នៅផ្ទះសំណាក់នេះគឺអស់រយៈពេល2យប់ទៅហើយមិនមានហូបអាហារអ្វីទេលុះដល់ថ្ងៃ17វេលាម៉ោង10ព្រឹកបរោះខាងលើនេះបានចូលបន្ទប់ទឹកបើករមណេរទឹកបើកងូតងូតហើយងូតទៀតជាង 2-3 ម៉ោងអត់ព្រមចេញសោះក៏ម្ចាស់ផ្ទះសំណាក់នឹងឮសំឡេងគ្រូងក្រាំងក្នុងបន្ទប់មកតែម្ដងបាទសំឡេងគ្រូងក្នុងបន្ទប់ដល់ពេលទៅមើលបរោះនេះកំពុងតែវាយកំទេចកញ្ចក់អួចអីនៅលើផ្ទះសំណាក់នឹងហើយម្ចាស់ផ្ទះសំណាក់ក៏បានស្រែកប្រាប់អ្នកជិតខាងឲ្យមករួមគ្នាជួយចាប់បរោះនេះបាទហើយបរោះញៀនឆ្នាំខាងលើនេះត្រូវបានគេស្គាល់ឈ្មោះថាសុនរតនាអាយុ23ឆ្នាំមានស្រុកកំណើតនៅខេត្តកពតមានមុខងារជាមន្ត្រីប៉ូលីសព្រំដែនគោកលេខ105ប្រចាំតំបន់មុំ3ខេត្តព្រះវិហារមានមុខងារជាព្រិនបាលតូបាទពេលបរោះនេះឥឡូវនេះដោយកំពុងតែញៀនឆ្នាំខ្លាំងមែនទែនហើយសមត្ថកិច្ចបានយកទៅកន្លែងអប់រំមួយបាទពីព្រោះបើសិនជាមិនយកទៅហ្នឹងគឺគ្រោះថ្នាក់ហើយបើសិនជាបរោះនេះមានអាវុធនៅនឹងដៃទៀតប្រហែលជាផ្អើលមែនតើបាទហើយចប់រឿងហ្នឹងសូមងាកទៅមើលតាក់ទងនឹងរឿងដីធ្លីផ្ទះល្វែងមួយកន្លែងនៅខាងខេត្តបាត់ដំបងនៅពេលដែលខ្ញុំត្រឡប់មកពីខាងខេត្តបាត់ដំបងមានអ៊ំស្រីម្នាក់នៅខាងខេត្តបាត់ដំបងនោះសូមជួបរួចហើយឲ្យទៅមើលទស្សនវិជ្ជាជាក់ស្ដែងនៅផ្ទះរបស់គាត់ដែលកំពុងតែមានការប្តឹងផ្ដាល់ទៅតុលាការលោកស្រីម្ចាស់ផ្ទះគាត់នេះគឺគាត់បានលើកឡើងព្រោះសំណង់នេះសំណង់របស់គាត់នៅក្នុងខេត្តបាត់ដំបងនេះគឺបានប្តឹងផ្ដាល់គ្នាជាមួយនឹងភាគីម្ខាងទៀតប៉ុន្តែរឿងនេះអត់ទាន់ចប់បែរជាទៅជាបងអ៊ំស្រីនេះទៅជាមានការប្តឹងចោទប្រកាន់ពីថាបាត់ព្រំប្រទានទៅវិញនេះជាចំណុចដីរបស់គាត់ហើយរឿងរ៉ាវនេះគឺម្ចាស់ដីខាងក្រោយនោះគេប្តឹងឲ្យគាត់បានបើកផ្លូវនឹងឲ្យធំហើយដើម្បីវាយផ្ទះល្វែងរបស់គាត់មកខាងនោះទៀតប៉ុន្តែគាត់និយាយថាតាមពិតទៅកំហុសនេះមិនមែនជាកំហុសរបស់គាត់ទេគឺជាកំហុសរបស់សូរិយោដីខេត្តទៀតដែលចេញប្លង់កម្មសិទ្ធិឲ្យមានជាផ្លូវច្បាប់ដល់ពេលពិនិត្យផ្លូវច្បាប់ទៅឃើញថាបានសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យរបស់អ្នកស្រីគឺមាន2ប្លង់ក្បាលដីគឺមានទំហំដី1268ម៉ែត្រកាឡាហើយប្លង់កន្ទុយដីហ្នឹងគឺខាងក្រោយហ្នឹងមានលេខប0120ហើយ0120 96ស្មើនឹង556ម៉ែត្រកាឡាបាទដោយសារតែបញ្ហាវិវាទនេះគឺបងស្រីគាត់នេះឈ្មោះតាណាទេខ្ញុំមើលឈ្មោះនេះម្ដងគាត់បានបញ្ជាក់ថាប្លង់ដីអ្នកស្រីទាំងពីរប្លង់ក្បាលនេះគឺកន្ទុយដីសូរិយោដីនេះគឺចេញឲ្យមានជាប់នឹងផ្លូវមិនមានជាប់នឹងផ្លូវទេបាទប៉ុន្តែឥឡូវនេះបែរជាខាងភាគីមកខាងនោះគឺប្តឹងដើម្បីឲ្យបើកផ្លូវហើយរឿងនេះមើលសិនខ្ញុំមើលក្នុងនេះដូចជាចង់វែងខាងភ្នាក់ងារយើងដីអ្នកស្រីជាប់ព្រំជាមួយនឹងដីឈីវែងមិនមែនជាប់ផ្លូវទេចំណែកដីឈីវែងលោកឈីវែងមានព្រំជាប់ខាងគ្រោងផ្លូវគឺឈីវែងជាអ្នករំលោភដីផ្លូវព្រោះប្លង់ដីឈីវែងចាស់មានតែទំហំ1457ម៉ែត្រកាឡាប៉ុន្តែចេញប្លង់ថ្មីស្រាប់តែដីគាត់ឡើងដល់1596ម៉ែត្រកាឡាបានន័យថាពីមុន1457ប៉ុន្តែដល់ពេលប្លង់ថ្មីស្រាប់តែ1596ម៉ែត្រកាឡាឯណោះបាទលើប្លង់ចាស់ហ្នឹងបាទប៉ុន្តែដល់ពេលឥឡូវនេះខាងលោកអភិបាលខេត្តរងមួយដែលមានដីនៅខាងក្រោយបែរជាប្តឹងគាត់ទៅវិញអញ្ចឹងរឿងទាំងអស់នេះគាត់ថាមិនមែនពាក់ព័ន្ធជាមួយនឹងរឿងគាត់ទេគឺរឿងកំហុសរបស់សូយោដីហើយរឿងអីមកកាត់ផ្ទះរបស់គាត់បាទនេះដីនៅខាងខេត្តបាត់ដំបងបាទហើយពាក់ព័ន្ធនឹងបញ្ហាខាងលើនេះខាងសាលាក្រុងបាត់ដំបងបាន
ពិនិត្យនិងសិក្សាលើប្លង់ទំនាស់ទាំងសងខាងនឹងប្រាប់ថាការដែលធ្វើឲ្យបាត់ដីគ្រោងផ្លូវសាធារណៈមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទេគឺនៅខាងបច្ចេកទេសសូយោដីខេត្តដែលចេញប្លង់ឲ្យប្រជាពលរដ្ឋមិនត្រឹមត្រូវមួយហើយខ្លួនបានពិនិត្យពីមួយដំណាក់កាលទៅមួយដំណាក់កាលថាដីនោះមានព្រំជាប់អ្នកណាខ្លះប្រែប្រួលម្ចាស់យ៉ាងម៉េចហើយការគ្រប់គ្រងរបៀបយ៉ាងម៉េចប៉ុន្តែទីបំផុតនៅពេលដែលដំណោះស្រាយចាស់មិនទាន់ចប់ផងបែរជាសូយោដីចេញប្លង់ថ្មីមួយទៀតរំលោភលើករណីចាស់បាទអញ្ចឹងរឿងទាំងអស់ហ្នឹងគឺតាក់ទងនឹងបញ្ហាសូយោដីបាទនឹងរឿងប៉ុណ្ណឹងទូទាំងជននៅខាងខេត្តបាត់ដំបងហើយឥឡូវនេះយើងចប់ព័ត៌មានហ្នឹងហើយយើងងាកមកមើលខាងជំនួយនេះកាលពីមុននេះយើងមានបងស្រីម្នាក់គាត់បានផ្ដល់ជំនួយឲ្យទូរគតជននៅខាងក្រុងបរសេនុគឺ4គ្រួសារថែមទៀតដែលយើងបានចែករួចហើយប៉ុន្តែដោយសារបងស្រីគាត់មើលឃើញអាណិតលោកយាយលោកតាចាស់នោះគឺគាត់បានថែមជំនួយបន្ថែមទៀតរួមមានអង្ករមានភួយមុងខ្នើយមានទឹកត្រីទឹកស៊ីអ៊ីវច្រើនទៀតបាទនេះជូនទៅដល់លោកយាយបាទហើយក្នុងនោះមានលោកគ្រូដែលគាត់ឈឺបាទគ្រូបង្រៀនម្នាក់បាទហើយជំនួយនេះបានទៅដល់ហើយមើលទៅរូបខាងមុខទៀតមើលនេះខាងបុគ្គលិករបស់យើងបានយកជំនួយទៅអញ្ចឹងសូមជម្រាបបងស្រីដែលបានផ្ដល់ជំនួយមកនេះគឺការភ្នាក់ងាររបស់ខ្ញុំបានបញ្ជូនទៅដល់គោលដៅហើយខេត្តបរសេនុបាទនេះលោកយាយអាយុ104ឆ្នាំបាទ104ឆ្នាំដែលបានយកជំនួយទៅដល់បាទហើយទៅមួយទៀតបាទថែមទៅមួយទៀតសាក់អីបាទទៅ4គ្រួសារបាទនេះយាយ4ឆ្នាំ104ឆ្នាំបាទហើយមួយទៀតដើម្បីបង្ហាញតែជំនួយរបស់បងស្រីដែលបានផ្ដល់មកឲ្យនេះគឺបានដល់ហើយនេះគ្រូបង្រៀនបាទគ្រូបង្រៀនកីឡាដែលគាត់គ្រោះថ្នាក់ចរាចរណ៍ទៅហើយគាត់មានមិនព្យាបាលមិនជាឥឡូវនេះគឺបានយកមានខោមានអាវច្រើនបាទហើយចុងក្រោយគឺគ្រួសារ2នាក់ប្តីប្រពន្ធហ្នឹងគឺនៅក្រុងបរសេនុដែរយើងបានយកទៅពីថ្ងៃមុនឥឡូវនេះគាត់បានបន្ថែមឲ្យពីលើថែមទៀតបាទអញ្ចឹងយើងចង់បង្ហាញជំនួយរបស់ប្រិមិត្តរបស់យើងដែលបានឲ្យមកនេះគឺឥឡូវនេះគឺយើងបានយកទៅដល់គោលដៅហើយណាបងណាបាទជំនួយរបស់បងបាទហើយសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងហើយនៅខាងឧត្តមមានជ័យដែលប្រិមិត្តរបស់យើងបានឲ្យលុយមកដើម្បីឲ្យទារិកាចម្លែកម្នាក់ដែលកបត់ដៃកបត់ជើងកើតមកពីកំណើតនោះឥឡូវនេះជំនួយនោះគឺបានទៅដល់ទៅហើយបាទបុគ្គលិករបស់យើងបានយកទៅដល់គោលដៅបាទនៅគឺក្នុងនោះមានចំណែកមានពេលកើតភ្លៀងមកមិនយើងបានផ្សាយទៅប្រិមិត្តរបស់យើងបានយកទៅដល់គោលដៅនោះតែម្ដងហើយអំណោយសប្បុរសជនក្នុងនេះយើងបានយកទៅដល់ដែលមានចំនួន50,000 រៀលបាទហើយក្នុងនោះមានលោកកែវតាន់អធិការនគរបាលស្រុកតាពាំងប្រាសាទក៏មានមានទឹកផ្លែឈើបាទមានទឹកផ្លែឈើមានម្សៅទឹកដោះគោមួយកំប៉ុងនិងទឹកប្រាក់ថែម20,000 រៀលពីលើទៀតបាទលោកច័ន្ទធីអ្នកកសែតកម្ពុជាថ្មីជូន10,000 រៀលបាទគាត់កសែតកម្ពុជាថ្មីគាត់ឃើញអាណិតដែរបាទហើយមន្ត្រីអង្គការទប់ស្កាត់បទល្មើសកម្ពុជាប្រចាំស្រុកតាពាំងប្រាសាទ15,000 រៀលបាទលោកអឹមសុខាកសែតតាព្រំ30,000 រៀលបាទលោកវេតកសែតប្រព័ន្ធយុទ្ធធម៌បាទ20,000 រៀលបាទលើក្នុងនេះបាទអញ្ចឹងចែករំលែកការជួយគ្នាចំពោះគ្រួសារដែលទូរគតជនហើយកើតកូនមកចម្លែកទៀតផងចា៎បាទហើយមួយទៀតគាត់នៅខាងណាទេសុំជំនួយបាទប៉ុន្តែឥឡូវសុំប៉ុណ្ណឹងចុះប៉ុន្តែឥឡូវនេះសេឡាមានអីបាត់អីចាចាគឺមានគេរើសបានអត្តសញ្ញាណប័ណ្ណរបស់ឈ្មោះហ្វេងរ៉ូយ៉ាល់ចាដែលស្រុកកំណើតគឺនៅភូមិកំពង់ថ្មឃុំកំពង់ថ្មចាស្រុកសន្ទុកខេត្តកំពង់ធំគឺឥឡូវហ្នឹងមានគេរើសបានហើយឈ្មោះហ្វេងរ៉ូយ៉ាល់ចានឹងមានចាបាននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងដែរបើសិនជាលោកហ្វេងរ៉ូយ៉ាល់គាត់បានឮគាត់អញ្ជើញមកយកនៅក្រុមហ៊ុននៅស្ថានីយ៍យើងចានេះហងមាសចាហើយនឹងមានអត្តសញ្ញាណប័ណ្ណមែនទេគឺកាត់គ្រីម៉ូតូរបស់
ឈ្មោះអានមេងលៀបចាភេទហ្វ្រៃប្រសិនបើបងឈ្មោះអានមេងលៀបគាត់បាត់កាត់គ្រីម៉ូតូប្រភេទចាហ្វ៊ុយហ្វីគីស្មាស់ពណ៌ខ្មៅនោះចាអញ្ជើញមកស្ថានីយ៍យើងចាគឺនៅខាងគៀនស្វាយចាបាននៅនេះណាបាទអញ្ចឹងអ្នកទាំងពីរអ្នកហ្នឹងបើសិនជាដឹងថាបានបាត់ឥឡូវនេះបានហ្នឹងគឺនៅដៃហងមាសហើយបាទហងមាសនៅស្ថានីយ៍នៅឯព្រែកឯងណាបាទចិត្តក្រុមហ៊ុន Tiger ចាបាទហើយមួយទៀតគឺមានគេរើសបានកបោបតែជាជនជាតិចិនទេឯកសារនឹងបានឯផ្សេងជាច្រើនពេញមកកបោបហ្មងគេរើសនៅខាងនៅសពៅលូនបាទរើសនៅសពៅលូននោះហើយបើសិនជាជនជាតិចិនឬក៏អ្នកបកប្រែជនជាតិចិនថាមានជនជាតិចិនណាបាត់ឯកសារជាច្រើននៅខាងសពៅលូនខេត្តបាត់ដំបងអាចតាក់ទងមកខាងតាក់ទងមកនេះមានលេខទូរស័ព្ទរបស់គាត់មិញនៅតាណានេះគាត់ទៅច្រឡំបាត់ហើយបាទអញ្ចឹងចាំតិចទៀតសូមមកប្រាប់បាទអញ្ចឹងបើអាចជូនដំណឹងអាចតាក់ទងមកខាងហងវាបានហងវានឹងឲ្យលេខទូរស័ព្ទបាទមានឯកសារជនជាតិចិនគេរើសបាននៅខាងសពៅលូនខេត្តបាត់ដំបងមកកបោពេញបាទអរគុណទូទាំងអ្នកជនឥឡូវនេះដោយសារតែពេលវេលារបស់យើងដល់ទីបញ្ចប់ទៅហើយបាទខ្ញុំជាមួយនឹងសេឡាសូមជម្រាបលាទូទាំងអ្នកជនតែប៉ុណ្ណេះហើយសូមអរគុណចំពោះដៃគូពាណិជ្ជកម្មដែលតែងតែឧបត្ថម្ភកម្មវិធីហងមាសព័ត៌មានតាំងពីដើមរហូតដល់ចប់អរគុណចំពោះប្រជាពលរដ្ឋរបស់យើងដែលតែងតែគ្រប់គ្រងព័ត៌មានហងមាសអរគុណចំពោះពលរដ្ឋរបស់យើងទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលផ្ដល់នូវជំនួយឧបត្ថម្ភមនុស្សធម៌សម្រាប់ហងមាសយើងបានមានឱកាសដើម្បីទៅចែកដល់តាមបណ្ដាមូលដ្ឋាននានាបាទសម្រាប់ពេលនេះខ្ញុំជាមួយនឹងសេឡារួមជាមួយនឹងក្រុមការងារសូមជម្រាបលាយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ